ភរណៈដ៏ប្រសើរណែអីដែលមានកូនចេះស្គាល់ប្រមាណខ្លួនចេះដឹងចំពោះឋានៈក្នុងគ្រួសាររបស់ខ្លួនទៅជាអ្នកមានជោគល្អបីដូចជាបានទទួលពរអំពីព្រះអិនកូនជាទីស្រឡាញ់របស់ម៉ែកូនពិតជាបានឃើញហើយចំពោះប្រុសស្រីខ្លះតែខ្លួនឆើតឆាយតាក់តែងកាយដោយសម្លៀកបំពាក់ដែលមានតម្លៃខ្ពស់បំផុតព្រមដោយអលង្ការប៉ុន្តែមិនចេះរៀបចំខ្លួនឲ្យជាទីស្រឡាញ់ចូលចិត្តឡើយប្រុសស្រីរបៀបនេះមិនអាចប្រៀបបាននឹងអ្នកដែលតែងខ្លួនគ្រាន់តែឲ្យបានសមរម្យប៉ុណ្ណោះប៉ុន្តែរៀបរយត្រឹមត្រូវសុភាពរាបសារច្រើនទៅដោយមេត្តាករុណានោះឡើយតែភ្នែកស្រទន់កិរិយាសុភាពវាចាពិរោះស្មោះត្រង់ត្រឹមត្រូវនិងចិត្តពេញទៅដោយព្រះមវិហារនោះគឺជាតិស្នេហ៍ទាញស្រូបមនុស្សទាំងឡាយឲ្យស្រឡាញ់ឲ្យគោរពកោតក្រែងដោយជាជ្រោះជើងភ្នំដែលជាទីហូរធ្លាក់ចុះមកនៃទឹកដូច្នោះឯងចូលកូនចាំពាក្យម៉ែទុកចុះទោះបីកូនក្រីក្រទ្រព្យសម្បត្តិក៏ដោយតែកូនមិនត្រូវក្រសេចក្តីល្អឡើយអ្វីថាបាច់តែកូនមិនមាននៅឋានៈខ្ពង់ខ្ពស់ក្នុងសង្គមតែសូមឲ្យកូនអណ្ដែតខ្លួនក្នុងពន្លឺរស្មីនៃសតិបញ្ញាក្នុងការរៀនការតម្កល់ខ្លួនឬការអ្វីទៀតក៏ដោយម៉ែសូមដាស់តឿនកូនថាចូលកុំប្រហែសស្វាក៏ចេះប្រយ័ត្នខ្លួនកុំឲ្យធ្លាក់ពីលើចុងឈើដែរមនុស្សយើងទោះបីចំនួនបណ្ណាឆ្លៀវឆ្លាតអង្អាចបណ្ណាក៏ដោយកាលណាបើប្រមាថផ្ទះប្រហែសហើយក៏រមែងផ្លាត់ផ្លាតធ្លាក់ខ្លួនដូចជាមនុស្សល្ងងខ្លៃអញ្ចឹងឯងក្នុងការរៀបចំទុកដាក់ខ្លួនជាមួយមិត្តភក្តិកុំឲ្យខ្ពស់ពេកនាំឲ្យគេស្អប់តែបើដាក់ខ្លួនពេកជាងគេពេកនាំឲ្យគេអ្នកងាយដូច្នេះត្រូវឲ្យល្មមឲ្យចំណែកជាមួយគ្រូអាចារ្យនោះកូនត្រូវទន់ខ្លួនគោរពឲ្យលំទោនដោយពាក្យលោកពោលទុកថាឈ្នះអ្នកសាក់ខ្ពស់ដោយការឲ្យលំទោនឈ្នះអ្នកទៀបទន់ស្កោយដោយការសង្គ្រោះឈ្នះអ្នកស្នេហ៍គ្នាដោយការព្យាយាមចំណែកឯការរៀបចំខ្លួនជាមួយភេទផ្សេងគ្នាណែសូមបញ្ជាក់ប្រាប់ដល់កូនស្រីណាថាមនុស្សប្រុសខ្លាចមនុស្សស្រីណាដែលរៀបចំនៅអរិយាបថល្អមិនតម្កើងខ្លួនដោយរិទ្ធហើយក៏មិនបណ្ដោយខ្លួនដែរមានអាកប្បកិរិយាល្អរៀបរយរាបសារមិននិយាយលេងរហូតដល់ពោះវិស័យស្រីការបែបដូចនេះមនុស្សប្រុសរមែងក្រែងចិត្តនិងនិយមលើកតម្កើងសូមកូនណែរក្សានៅគុណតម្លៃរបស់មនុស្សឲ្យបានស្ថិតនៅមមួនក្នុងខ្លួនសូមកូនកុំជំនួសអស់តម្លៃឲ្យសោះគុណតម្លៃរបស់មនុស្សគឺជាសេរីសួស្តីនិងជាអភរណៈដ៏ប្រសើរក្នុងជីវិត